แต่កូនបើថ្ងៃហ្នឹងបានសម្លតពាំងចិត្តតែបងប្អូនបានម្ហូបអីដែរវិធីធ្វើថ្ងៃហ្នឹងអត់ពិបាកទេដោយសារបានម៉ែជួយតពាំងហ្នឹងគាត់បកសបកលាងទឹកឲ្យស្អាតចិត្តស្ដាងអញ្ចឹងមកបន្ទាប់មកទៀតខ្ញុំដាក់ទៅក្នុងឆ្នាំងលាងអង្គមកចាប់ដាក់ទឹកចូលយើងរំងាស់តពាំងហ្នឹងឲ្យបានឆ្អិនល្អនិងសាបអាជាតិហាងរបស់វាសម្រាប់បន្លែខៀវថ្ងៃហ្នឹងខ្ញុំមានស្លឹកផ្អែមស្លឹកងប់ជាមួយនឹងម្អមបន្តិចតាមពិតបងប្អូនអាចថែមថយទៅតាមការចូលចិត្តយើងអាចថែមផ្ទេស្លឹកបាសអីបន្ថែមទៀតក៏បានដែរតែផ្ទះខ្ញុំមានតែ2មុខហ្នឹងអញ្ចឹងខ្ញុំដាក់តែ2មុខហ្នឹងហ្មងទៅម្អមខ្ញុំហាន់តូចអញ្ចឹងមកខ្ទឹមសខ្ញុំដាក់3កំពឹសដើម្បីកុំឲ្យឆ្អាបតពាំងរបស់យើងបានឆ្អិនល្អហើយអញ្ចឹងខ្ញុំជ្រុំប្រហុកដាក់ខ្ទឹមសត្រីអំបិលស្ករប៊ីចេងក៏ពីត្រីរបស់យើងបានឆ្អិនល្អហើយកុំភ្លេចយកពពុះសហ្នឹងចេញណាហើយដាក់ជាមួយនឹងបន្លែខៀវដែលយើងបានរៀបរាប់មុនហ្នឹងគឺជាការស្រេចចឹងស្លតពាំងរបស់យើងឯហ្នឹងគឺរួចរាល់ហើយបងប្អូនមួយចំនួនប្រហែលជាឆ្ងល់ហើយស្លតពាំងមិនទៅដាក់ម្អមវិញតាមប៉ាត់កន្លែងនេះខ្ញុំចង់បញ្ជាក់ថាវាអាស្រ័យទៅតាមតំបន់និងទម្លាប់ផ្សេងគ្នាអញ្ចឹងទៅខ្ញុំហូបស្លតពាំងនៅក្រៅក៏គេអត់ដាក់ដែរគេដាក់ស្អំដាក់អីផ្សេងវិញតែរសជាតិអត់អីម្យ៉ាងម្នាក់ឆ្ងាញ់ដូចគ្នាអរគុណសម្រាប់ការតាមដានវីដេអូ